យើងសង្កេតឃើញបងប្អូនជាពលរដ្ឋយើងភាគច្រើនមាត់របស់គាត់តែងតែនិយាយថាត្រូវតែអភិវឌ្ឍប្រទេសជាតិយើងឲ្យខ្លាំងត្រូវតែពង្រឹងប្រទេសជាតិយើងឲ្យក្លាយជាប្រទេសមួយដែលលេចធ្លោក្នុងតំបន់អីចឹងជាដើមតែបើយើងសង្កេតមើលទៅថានេះគ្រាន់តែជាពាក្យដែលបានតែនិយាយតែប៉ុណ្ណោះពាក់ព័ន្ធទៅនឹងកត្តាដែលនាំឲ្យប្រទេសរបស់យើងក្លាយជាប្រទេសខ្លាំងបានគាត់មិនចូលរួមធ្វើទេគាត់បានតែមិននិយាយអានេះគេហៅភ្លើងចម្បាំងយើងគិតមកថារឿងទូចមួយសោះដែលគាត់មានសិទ្ធិនៅក្នុងការធ្វើគាត់ធ្វើមិនទាំងបានផងមួយចំនួនឧទាហរណ៍ការពហិការផលិតផលរបស់ថៃជាដើមបើយើងមិនបន្ទោសទេអ្នកដែលនាំចូលនាំអីអានឹងជារឿងរបស់គាត់តែយើងមានសិទ្ធិក្នុងការមិនប្រើនេះគេហៅថាពហិការហ្នឹងហេតុអីក៏យើងធ្វើមិនបានមាត់យើងថាឈឺចាប់នឹងថៃឆ្លៀងទៀតតែសកម្មភាពរបស់យើងរឿងទូចប៉ុនកញ្ចក់ដៃប៉ុណ្្នឹងយើងធ្វើមិនបានវាអន់ពេកអន់រហូតដល់កុំឲ្យគេឮពាក្យថាឈឺចាប់ត្រូវតែពង្រឹងប្រទេសរបស់យើងធ្វើវាមិនកើតយើងខ្លួនឯងរឿងប៉ុណ្្នឹងកញ្ចក់ដៃប៉ុណ្្នឹងយើងធ្វើអត់កើតផងចុះទម្រាំទៅធ្វើរឿងមួយដែលបង្កើតនៅធនធានមនុស្សបង្កើតនៅមូលធនមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិយើងធ្វើមិនកើតបើម្នាក់ម្នាក់បានតែនិយាយអញ្ចឹងដល់អនុវត្តវាអត់មានណាបាទនេះខ្ញុំនិយាយពហិការមួយចំណុចចុះបើក៏លេចមើលទៅលើយុវជនរបស់យើងវិញគាត់ប្រឹងតែពីសបាយគាត់ប្រឹងតែពីដើរលេងគាត់ប្រឹងតែពីមួយចំនួនទេណាបាទអ្នកដែលខំប្រឹងប្រែងដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯងឲ្យក្លាយជាមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិគឺខ្ញុំសូមលើកសរសើរឲ្យបន្តការងារទៀតចុះតែខ្ញុំនិយាយពីយុវជនមួយចំនួនដែលខ្លាចទៅទៀតក្មេងទំនើងដែលខ្លាចទៅជាក្មេងដែលជក់ថ្នាំគ្រឿងញៀនអីជាដើមបងទុយបងធំអីចឹងហើយទៅអភិវឌ្ឍប្រទេសយ៉ាងម៉េចបើសិនជាខ្លួនឯងសូម្បីតែការអភិវឌ្ឍខ្លួនឯងមិនទាំងមានផងហ្នឹងរៀនក៏មិនរៀនគិតតែពីដើរគិតតែពីសុបាយគិតតែពីបំផ្លាញម៉ែឪមិននិយាយមិនស្ដាប់ឥឡូវចង់អភិវឌ្ឍយ៉ាងម៉េចហើយបើសិនបណ្ដោយឲ្យអារូបភាពអសកម្មបែបហ្នឹងវាកើតឡើងកាន់តែច្រើនអញ្ចឹងប្រទេសជាតិយើងវាមានថ្ងៃណានឹងងើបរួចបើមូលធនមនុស្សរបស់យើងឬក៏ធនធានមនុស្សរបស់យើងវាអត់មានផងណាឃើញទេបាទនេះគឺជារឿងដែលយើងគួរតែចាប់អារម្មណ៍គួរតែកែប្រែវាទាំងអស់គ្នាឡើងជួយជំរុញជួយរកវិធីណាដើម្បីឲ្យពួកគាត់នឹងរៀនឲ្យបានចប់ចុងចប់ដើមក្នុងការចាប់យកជំនាញដើម្បីអភិវឌ្ឍប្រទេសជាតិយើងអានឹងបានវាទៅរួចអញ្ចឹងបាទអញ្ចឹងបើនិយាយពីឪពុកម្ដាយឬក៏អាណាព្យាបាលកុំឲ្យទៅលុយកូនទៅរៀនចប់នោះមិនមែនទេផ្ដល់ឲ្យគាត់ហើយតាមដានការសិក្សារបស់គាត់ចូលរួមសហការជាមួយនឹងសាលារៀនចូលរួមសហការជាមួយនឹងអ្នកដែលផ្ដល់ព័ត៌មានជូនដោយបើកចិត្តទូលាយនៅក្នុងការស្ដាប់និងស្ថាបនាទាំងអស់គ្នាបាទអាណាព្យាបាលខ្លះគ្រាន់តែគេផ្ដល់ព័ត៌មានថាកូនបែបនេះបែបនោះយើងមិនតឹងទទួលយកការពិតផងហ្នឹងអញ្ចឹងគ្រូមួយចំនួនគាត់នឹងលែងហ៊ានផ្ដល់ព័ត៌មានជូនទៅទៀតហើយតែកូនរបស់យើងចាប់ផ្ដើមខូចចាប់ផ្ដើមប្រែប្រួលទៅខាងផ្លូវអវិជ្ជមានហើយមូលធនមនុស្សម្នាក់ឬក៏ធនធានមនុស្សម្នាក់នឹងគឺបាត់បង់ហើយចុះបើម្នាក់ខ្លាចជា10ខ្លាចជា100ខ្លាចជា1000 10000 1លានពិចារណាទៅវិញថាតើសង្គមជាតិយើងអាចវិវត្តរូបភាពខ្លាំងបានដែរឬទេទោះបីជាថ្នាក់ដឹកនាំលោកខំរកវិធីសាស្ត្រលោកខំច្នៃប្រឌិតកែប្រែកំណែទម្រង់បែបណាក៏ដោយតែយើងជាអ្នកដែលត្រូវបានគេបណ្ដុះបណ្ដាលមិនទទួលយកផងមិនប្រឹងប្រែងខ្លួនឯងផងសួរថាតើអាចវិវត្តខ្លួនទៅជាធនធានមនុស្សនិងមូលធនមនុស្សបានដែរទេពិចារណាបន្តិចដូច្នេះវាមានតែយើងជាប្រជាពលរដ្ឋកម្ពុជាខ្លួនឯងនេះទេដែលជាអ្នកប្រឹងប្រែងមិនអ្នក2អ្នក3អ្នក4អ្នករហូតដល់7ដល់10លានអ្នកហ្នឹងទៅវានឹងក្លាយទៅជាធនធានមនុស្សដែលមានសក្តានុពលសម្រាប់អភិវឌ្ឍប្រទេសខ្លួនឯងហើយបាទវីដេអូនេះខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលខ្ញុំផ្ដោតសំខាន់គឺយើងជាប្រជាពលរដ្ឋម្នាក់ម្នាក់ណាយ៉ាងហោចណាស់ក៏យើងមានសិទ្ធិ
ពហិការផលិតផលថៃដែរផលិតផលសៀមដែរក្រៅពីសៀមយើងមានប្រើតើបោះខ្មែរយើងក៏មានបោះប្រទេសផ្សេងទៀតក្រៅពីសៀមយើងមានប្រើតើហេតុអីក៏យើងនៅតែអត់វាមិនបានអ្នកនាំចូលជារឿងអ្នកនាំចូលបាទហើយក៏គួរគិតផងដែរទៅអ្នកនាំចូលនោះប៉ុន្តែយើងអ្នកប្រើនេះយើងមានសិទ្ធិមិនប្រើតើហេតុអីប៉ុណ្ណឹងយើងគ្រប់គ្រងខ្លួនឯងមិនបាននៅតែគេទះឆ្វេងទះស្ដាំគេប្រមាថមើលងាយហើយនៅតែតាមស្រឡាញ់គេទៀតគេជន់ឈ្លីប៉ុណ្្នឹងហើយនៅតែតាមស្រឡាញ់គេអត់គេមិនបានទៀតយើងវាមនុស្សយ៉ាងម៉េចយើងសួរខ្លួនឯងទៅវិញបាទអញ្ចឹងខ្ញុំសូមជូនតែប៉ុណ្្នឹងទេប្រិយមិត្តបាទថ្ងៃនេះបាទអរគុណដែលបានតាមដានវីដេអូរបស់ខ្ញុំបាទខ្ញុំនឹងជូនវីដេអូបន្តទៅទៀតនៅវីដេអូក្រោយបន្ទាប់សូមអរគុណ